ខ្ញុំប្រកាសថាសូមក្រាបថ្វាយបង្គំសម្ដេចសង្ឃទាំងពីរគណៈសូមថ្វាយបង្គំព្រះគុណចាស់គ្រប់ព្រះអង្គសូមបង្គំថ្វាយប្រកាសណាព្រះបាទសម្ដេចនរោត្តមសីហមុនីសម្ដេចហ៊ុនសែនសម្ដេចវរធិបតីហ៊ុនម៉ាណែតដែលឧត្តមលោកជំទាវលោករស្រីនៃកញ្ញាទាំងអស់សូមស្វាគមន៍មកកាន់កិច្ចពិភាក្សាពិសេសនៅក្នុងសារព័ត៌មាន BC News ដោយសារថ្ងៃនេះយើងមានវគ្គពិសេសគឺអាដាមជួនកក្កដានិងប្រគុណម្ចាស់ព្រះអង្គគ្រូរីមចន្ទរាដែលលោកនិមន្តចូលរួមជជែកពិភាក្សាជុំវិញប្រធានបទមួយគឺគុណតម្លៃនៃការសម្ដែងពធរវាងប្រសង់និងប្រហោះហើយលោកអ្នកនាងបានស្គាល់ហើយប្រគុណម្ចាស់រីមចន្ទរាមិនពិបាកក្នុងការពិពណ៌នាបន្ថែមទេហើយទន្ទឹមនេះទៀតសោតបុគ្គលដែលនៅកណ្ដាលនៅក្នុងវេទិកានៅថ្ងៃនេះគឺអាដាមបណ្ឌិតជួនកក្កដាក៏លោកអ្នកមិនពិបាកក្នុងការណែនាំដែរមិនថាអញ្ចឹងបាទអាដាមបងគណៈសូមថ្វាយបង្គំប្រគុណម្ចាស់អរគុណមែនទែនព្រះអង្គដែលបានចំណាយពេលចូលរួមនៅក្នុងថ្ងៃនេះហើយយើងកំពុងតែបណ្ដែតខ្លួននៅលើផ្ទៃសាគរគឺទន្លេចតុមុខយើងអាចឃើញទិដ្ឋភាពរាជធានីភ្នំពេញហើយក៏យើងអាចឃើញនៅសកម្មភាពដទៃច្រើនផ្សេងទៀតផងដែរជាការពិតណាស់មួយរយៈពេលចុងក្រោយនេះខ្ញុំសង្កេតឃើញរឿងមួយអាដាមបងបាទសង្កេតឃើញថាព្រះសង្ឃល្បីដែលពូកែក្នុងការទេសនាពូកែក្នុងការគៀងគរពុទ្ធបរិស័ទដើម្បីចូលរួមគាំទ្រពុទ្ធសាសនានិងការសិក្សារបស់ព្រះសង្ឃហ្នឹងគឺហាក់បីដូចជាលាចាកម្ដងមួយហើយព្រះសង្ឃអង្គខ្លះហ្នឹងនៅពេលដែលលាចាសិក្ខាបទទៅក៏បន្តនៅធម្មទេសនាធម្មតានៅពេលដែលខ្លាយទៅជាក្រហមហើយទន្ទឹមនឹងប្រគុណម្ចាស់ខ្ញុំកណាក៏សង្កេតឃើញថានៅពេលដែលក្រហមសម្ដែងពធច្រើនហាក់បីដូចជាបាត់បង់វិជាប្រិយភាពខាងព្រះសង្ឃទៅវិញខ្ញុំប្រកាសណាចង់ដឹងពីព្រះអង្គគ្រូវិញថាតើនៅពេលដែលបំរែបំរួលនៃធម្មទេសនារវាងព្រះសង្ឃនិងព្រះសង្ឃដើរទន្ទឹមគ្នាបែបនេះវិជាប្រិយភាពនិងគុណតម្លៃព្រះសង្ឃអាចនឹងមានការថយចុះទេទៀតចា៎សូមមុនចម្រើនពរដល់ញោមប្រុសស្រីគ្រប់គ្នាជាពុទ្ធសាសនិកដែលចូលរួមស្ដាប់ហើយនឹងចម្រើនពរដល់ញោមអ្នកសួរនិងវាគ្មិនរូបទៀតផងបើតាមពិតទៅរឿងវិជាប្រិយភាពនៅក្នុងការសម្ដែងធម្មទេសនានេះដោយតែញោមបានលើកឡើងអញ្ចឹងវាមានឡើងមានចុះអាស្រ័យកត្តាធំតាមដែលខ្ញុំកណាអាត្មាភាពសង្កេតមកវាអាស្រ័យទៅលើកត្តាពលរដ្ឋយើងដោយច្រើនដោយសារពលរដ្ឋខ្មែរយើងគាត់ជាមនុស្សមានលក្ខណៈនិយមមិនមែនជាពលរដ្ឋដែលសម្បូរដោយការបែងចែកឲ្យនៅសុភវិនិច្ឆ័យសខ្មៅទេនេះជាការពិតទោះបីថាវាពិបាកទទួលយកប៉ុន្តែនេះជាការពិតសម្រាប់ពលរដ្ឋខ្មែរយើងតាំងពីដើមមកសម្បូរដោយធម៌និយមច្រើនជាងពាក្យថាធម៌និយមចង់និយាយថាស្អិតជាប់ទៅលើស្អីមួយគឺធ្ងន់ទៅលើអាហ្នឹងដល់ពេលអញ្ចឹងបើយើងសង្កេតដោយការប្រៀបធៀបពីសង្គមយើងបុរាណមកដូចជាប្រសងក្នុងសម័យសង្គមរាស្ត្រនិយមសម័យសាធារណរដ្ឋនៅពេលដែលលោកលេចធ្លោដោយគុណសម្បត្តិក្នុងការជឿឆ្អើរឿងជាតិមាតុភូមិក្នុងរឿងនយោបាយរឿងវប្បធម៌ដោយតែញោមបានដឹងណារឿងវិស័យសាសនាតាក់ទងរឿងចំណេះដឹងផងស្នាដៃលេចធ្លោផងដល់ពេលអញ្ចឹងវាជាធម្មតាទេពុទ្ធសាសនិកដែលមានទម្លាប់និយមស្រាប់ផងបូកផ្សំជាមួយនឹងគុណសម្បត្តិដែលពួកលោកមានវាធ្វើឲ្យតម្លៃប្រសងក្នុងពេលនោះលេចធ្លោមែនតើរហូតដល់យើងអាចនិយាយបានថាពាក្យសាមញ្ញរបស់យើងនិយាយថាសម្ដីរបស់លោកសង្ឃសម្ដីប្រៃណាអាចថាជាសម្ដីធ្ងន់ជាងអ្នកនយោបាយធ្ងន់ជាងពរាជាផងធ្ងន់ជាងអ្នកដឹកនាំមែនតើឲ្យមែនតើទៅណាតើវាអាស្រ័យកត្តាអីដោយស្មាបានលើកយ៉ាងកត្តាមួយធំបំផុតដោយសារពលរដ្ឋយើងជាពលរដ្ឋមានលក្ខណៈនិយមគឺថាប្រើការពេញចិត្តទៅលើចំណុចដែលគាត់សប្បាយចិត្តជាមួយពេញចិត្តជាមួយណាហើយវាបូកផ្សំកត្តាទី2ដោយសារលោកអំពីសម័យនោះលោកលេចធ្លោផងទាំងចំណេះដឹងគឺថាលេចធ្លោជាងអ្នកស្រុកជាពិសេសអាការសម្ដែងចេញនៅលទ្ធផលការងារឲ្យឃើញដូចជាការចូលរួមអញ្ចឹងដល់ពេលកត្តា2ហ្នឹងវាធ្វើឲ្យប្រសងលេចធ្លោមែនដល់ពេលខាងក្រោយមកទៀតគឺសម្ដៅសម័យយើងឥឡូវណាមិនមែនថាมันមានប្រសងចូលរួមក្នុងវិស័យសាសនាជាតិអីទេមានដែរប៉ុន្តែមិនជាលេចធ្លោពេកទេអានេះយើងឃើញជាក់ស្ដែងអញ្ចឹងមិនទៅជាស្វាហាប់ដូចពីមុនទេមិនសូវជាលេចធ្លោទេហើយរឿងដែលมันអាចបដិសេធបានពាក់ព័ន្ធនឹងចំណេះដឹងរបស់ប្រសងយើងក្នុងពេលឥឡូវហ្នឹងវាអត់សូវលើសអំពីអ្នកស្រុកទាំងវិស័យនយោបាយកុំថាវិស័យនយោបាយសូម្បីវិស័យសាសនាក៏ដោយ
ដល់ពេលអាភាពលេចធ្លោរបស់ប្រសងនោះមិនសូវមានផងការសម្ដែងចេញឲ្យចេញជាលទ្ធផលដុំកពួនឲ្យអ្នកស្រុកមោទនភាពវាមិនសូវមានផងវាបូកជាមួយនឹងចរិតពលរដ្ឋដែលមិនបានកែប្រែសោះមានតែការស្អិតជាប់និយមបុគ្គលនិយមចំណុចពិសេសរបស់បុគ្គលណាសម្បូរដោយរសនិយមចឹងផងដូច្នេះនៅពេលដែលណាគេលេចធ្លោជាងត្រូវតែនិយមនៅនឹងជារឿងធម្មតាហើយដែលខ្ញុំបានលើកឡើងចឹងថាធម្មកថាមានពីរបែបពីដើមនៅជាប្រសងអ្នកស្រុកនិយមបែបប្រសងដល់ពេលគាត់សឹកទៅអាការនិយមវានៅតែនិយមគាត់ចឹងព្រោះហេតុអីព្រោះគាត់លេចធ្លោជាងរឿងសម្ដែងចេញពីសមត្ថភាពការចេះដឹងអីចឹងដល់ពេលប្រសងលោកអ្នកចេះដឹងច្រើនលោកសឹកទៅដល់ពេលចឹងលោកដែលនៅមិនសូវជាមានភាពលេចធ្លោទេដោយសារអ្នកលេចធ្លោគាត់សឹកទៅហើយអញ្ចឹងវាជារឿងធម្មតាដូចខ្ញុំបានមើលឃើញអ្នកទាំងអស់គ្នាបានមើលឃើញអញ្ចឹងថាប្រជាប្រិយក្នុងការសម្ដែងធម៌ហ្នឹងអ្នកស្រុកយើងអាចថាច្រើនជាងប្រសងផងហើយយើងមិនអាចទៅបដិសេធថាមិនបានទេយើងគ្រាន់តែប្រាក់អំពីមូលហេតុថាដោយសារគាត់មានសមត្ថភាពហើយគាត់បង្ហាញភាពលេចធ្លោហ្នឹងច្រើនជាងហើយវាបូកជាមួយនឹងកត្តាពលរដ្ឋយើងគាត់និយមអីគាត់និយមនោះដូចជាការនិយម idol អីចឹងណាបែបហ្នឹងដល់ពេល idol គាត់ទៅណាគាត់ត្រូវតែនិយមហ្នឹងវាជារឿងធម្មតាចឹងហ្នឹងរឿងវាប៉ុណ្ណឹងកណាតែងាកមកអាដាមជួនកកដាវិញអាដាមក៏ជាប្រសង់ដែរហើយសាងប្រភ្នោះយ៉ាងយូរហើយទន្ទឹមហ្នឹងក៏មានការបូជាច្រើនណាស់ដើម្បីពុទ្ធសាសនាហើយចិញ្ចឹមសាមណេរប្រសក់ឲ្យនៅវត្តប្រាសាទនាងខ្មៅគឺច្រើនមែនទែនដល់ពេលបច្ចុប្បន្ននេះប៉ុន្តែនៅពេលដែលលាចាកសិក្ខាបទបដូរពីជីវរមកទៅជាសម្លៀកបំពាក់ធម្មតាហ្នឹងគឺហើយបន្តលើកឡើងជំវិញពុទ្ធដីកាផ្សេងតែអាដាមមានអារម្មណ៍មិនដែរអាចជួយប្រាប់តិចមើលសូមបាសការថ្វាយបង្គំចំពោះសម្ដេចព្រះអង្គម្ចាស់គ្រប់ព្រះអង្គនិងគុណម្ចាស់គ្រប់ព្រះអង្គជាពិសេសព្រះអង្គគ្រូរៀមចន្ទរាដែលមានព្រះវត្តមាននាវេលាឱកាសនេះដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាសូមអនុញ្ញាតគោរពជំរាបសួរសម្ដេចទ្រង់អាដាមអស់លោកស្រីវិជាពុទ្ធបរិស័ទទាំងអស់ជំរាបសួរបងសម្រាប់ស្រួលចំពោះខ្ញុំដែលធ្លាប់នៅជីវិតលោកសង្ឃហ្នឹងគឺតាំងពីវ័យក្មេងមករហូតមកដល់ពេលនេះទើបតែបានចាក់ចែងប្រហែលជាង1ខែប៉ុណ្ណឹងឯងបាទហើយចំពោះពុទ្ធបរិស័ទដែលលោកជាអ្នកជ្រះថ្លាដោយព្រះសង្ឃដីកាលោកចាស់បានលើកឡើងវិញអញ្ចឹងបើសិនជាខ្ញុំជានេះជាបុគ្គលខ្ញុំផ្ទាល់ណាដែលបានឆ្លងកាត់ហើយការជ្រះថ្លាវាប្រកាសជាមានភាពប្រែប្រួលខ្លះបាទតែទោះជាយ៉ាងណាក៏តម្លៃរបស់ព្រះសង្ឃហ្នឹងនៅតែមានជាពិសេសពេលដែលយើងជាប្រសក់ហើយនិងយើងជាព្រះសង្ឃខុសគ្នាបាទខុសយើងមិនទៅបង្ខុសយើងខុសត្រង់ថាអ្នកដែលធ្លាប់ជ្រះថ្លា 100% ថយចុះហើយព្រោះយើងដូរសម្លៀកបំពាក់ហើយបាទតែគាត់ថាការនិយមតាមលក្ខណៈគេហៅថា idol របស់គាត់បាទគឺមានន័យថារៀងបាក់ទឹកចិត្តថងថាដូចខ្ញុំចាក់ចេញអញ្ចឹងពេលគាត់មានការស្ដាយអីចឹងទៅផ្សេងតែយ៉ាងណាក៏យើងគិតទៅលើជីវិតជាប្រសង់និងជីវិតជាប្រសក់មានគេសឹកច្រើនគាត់ថាសឹកខ្លះល្បីសឹកទៅមិនស្គាល់ទៅក៏គាត់ធម្មតាតែតាមពិតទីគុណលោកត្រូវតែបួសតែសឹកគ្រប់តអង្គច្រើនដែរណាបាទតាមមើលទៅច្រើនតែមិនទាំងអស់ទេគាត់ថាសឹកមួយខែពីរខែខ្ញុំឃើញខ្លះមួយអាទិត្យនេះខ្ញុំឃើញតាម Facebook អីខ្លះអីចឹងគាត់ថាជាការពេញនិយមរបស់គាត់វាខុសពីយើងអ្នកធ្លាប់ទេសនាឲ្យគាត់ស្ដាប់ទៅគាត់ស្ដាយអានេះតាមដែលខ្ញុំឆ្លងកាត់មកប៉ុន្តែអារម្មណ៍ខុសគ្នារបៀបមិនដំបងពេលដែលយើងជាប្រសង់ដែលក្រងជីវរហើយយើងទេសនាហើយដល់ពេលយើងខ្លាយទៅជាប្រសក់នេះហើយយើងនៅទេសនាទៀតទៅអារម្មណ៍វាយ៉ាងម៉េចដែរអារម្មណ៍នឹងខុសគ្នាយ៉ាងម៉េចដែរអារម្មណ៍អ្នកទេសអារម្មណ៍អ្នកទេសខុសគ្នាវាត្រូវតែខុសគ្នាហើយខុសគ្នាទាំងការនិយាយខុសគ្នាទាំងការពោលធម៌ហើយខុសគ្នាទាំងអ្នកស្ដាប់
អារម្មណ៍អ្នកស្ដាប់ផ្សេងអារម្មណ៍យើងនិយាយក៏ត្រូវផ្សេងដែរជាពិសេសអាការដែលយើងនិយាយជាប្រសក់ត្រូវគិតច្រើនជាងប្រសក់ គិតអីខ្លះ គិតបញ្ហារឿងភេទជាហើយណាភេទ បាទនេះជាភេទដូចគ្នា ភេទធម្មតា បាទក្នុងការនិយាយយើងមិនមែននិយាយដូចយើងលក្ខណៈឧត្តមភេទទេ បាទ ខុសមួយទៀតខុសនៅពេលដែលយើងប្រើភាសាខ្លះមិនអាចប្រើភាសាដោយការដែលយើងនៅជាប្រសង់ទេភាសាយើងត្រូវគិតពីសុជីវធម៌ត្រូវគិតពីសិលធម៌និងត្រូវគិតពីគុណតម្លៃខ្លួននិងអ្នកដែលគេស្ដាប់ព្រោះខ្ញុំកាលនៅប្រសង់ខ្ញុំជាប្រសង់ជាឧត្តមភេទអញ្ចឹងខ្ញុំនិយាយមិនសូវបានគិតពីតម្លៃរបស់អ្នកស្ដាប់ដោយគាត់ជាបរិស័ទទេព្រោះខ្ញុំជាប្រសង់អង្គគិតតែខ្ញុំជាឧត្តមភេទដែរអញ្ចឹងខ្ញុំនិយាយទៅក្នុងនាមខ្ញុំជាឧត្តមភេទអញ្ចឹងខ្ញុំនិយាយទូលមានអប់រំពុទ្ធបរិស័ទដូចដែលបានធ្លាប់ស្ដាប់ធ្លាប់ឮហើយពេលខ្លះខ្ញុំត្រូវថាត្រូវស្ដីអីអានឹងជារឿងរបស់ប្រសង់ណែនាំពុទ្ធបរិស័ទតែដល់ពេលឥឡូវនេះខ្ញុំមិនអាចនិយាយចឹងបានទេខ្ញុំចាំคลิปមួយនោះគឺជាមួយប្រាសាទនាងខ្មៅនិងភ្នំយេសូដឹកបន្លែយកដូងកចាំคลิปនឹងរហូតប៉ុន្តែខ្ញុំប្រកាសណាសូមងាកទៅខាងព្រះអង្គគុណម្ចាស់រៀមចន្ទរាវិញព្រះអង្គគ្រូមែនតើទៅកណាកន្លងមកក៏ឃើញដែរដូចជាប្រសក់នោះដូចជាធម្មចាបុត្រសវងរសផាតកំគៀវបាសិកាញឹកមន្ថាយក៏ជាកុហកធម្មតាដែរហើយប៉ុន្តែការទេសនាការលើកឡើងពីពុទ្ធវចនៈផ្សេងរបស់ពួកគាត់ទាំងអស់នោះហាក់បីដូចជាព្រោះស្ដាប់មែនទែនហើយក៏យើងដូចជាមិនមានភាពសៅមងអីដែរប៉ុន្តែប្រសង់ហើយក៏មានប្រសង់ជាច្រើនដែរទៅគង់ស្ដាប់ទៅអីជុំវិញពួកគាត់ទាំងអស់ហ្នឹងព្រះអង្គគ្រូក្នុងនាមជាប្រសង់ហើយនៅពេលដែលយើងទៅអង្គុយពាត់ជុំវិញប្រសក់អីចឹង1 2 3 4ទៅព្រះអង្គគ្រូយល់ឃើញយ៉ាងណាដែរទីចា៎ចម្រើនពរចំពោះរឿងនេះបើសិនបើយើងនិយាយពីរឿងសមគួរមិនគួរត្រូវនិយាយមួយបែបតែបើញោមសួរអំពីអារម្មណ៍របស់អាត្មាផ្ទាល់អានឹងត្រូវនិយាយបែបទៀតណាឥឡូវសូមឆ្លៀតនិយាយពីរឿងសមគួរទៅចោះអត់និយាយពីអារម្មណ៍ផ្ទាល់ខ្លួនទេបើយើងនិយាយពីត្រូវខុសសមតាមភាពសមរម្យក្នុងពុទ្ធសាសនាយើងគំរូអំពីបុរាណមកពុទ្ធសាសនិកនៅពេលដែលសម្ដែងធម្មទេសនាប្រសិនបើមានប្រសងនៅក្នុងទីនោះពួកលោកមិនអោយកុហកទាំងឡាយលេចធ្លោទេហើយកុហកទាំងឡាយក៏គេយល់ការអំពីរឿងនឹងដែរប្រសិនបើមានប្រសងនៅក្នុងទីនោះលោកតែងចាត់ទុកថាពួកលោកជារៀមច្បងក្នុងគ្រួសារអញ្ចឹងណាដូច្នេះលោកឲ្យប្រសងនឹងសម្ដែងធម្មទេសនាឲ្យខ្លួនឯងនឹងคล้ายទៅជាអ្នកដែលបត់ជើងស្ដាប់ឬក៏ត្រឹមតែជាអ្នកសុំសួរសំណួរដើម្បីទទួលការអប់រំអញ្ចឹងណាដែលអាត្មាបានលើកឡើងឲ្យស្ដាប់អំពីរឿងឆត្តបានិឧបាសកដែលគាត់ពីដើមគាត់ជាអនាគាមីបុគ្គលហើយជាអ្នកចេះចាំបត្រៃបិដកមួយជាប់ផងនៅពេលដែលត្រូវបានព្រះរាជាក្នុងវាំងហ្នឹងអញ្ជើញគាត់ឲ្យទៅពោលធម៌បង្រៀនធម៌ដល់ពួកអ្នកនៅក្នុងវាំងគាត់បានរុញច្រានភារៈហ្នឹងឲ្យមកជារឿងភិក្ខុសង្ឃវិញព្រោះលោកគាត់គិតថាភិក្ខុសង្ឃដូចជាមហាបរិសរៀមច្បងនៅច្រើនណាស់មិនមែនដល់វេនគាត់ទេត្រង់កន្លែងហ្នឹងអ្នកគ្រប់គ្នាអ្នកស្ដាប់គួរយល់ថាគាត់ចង់ប៉ងអីណាថាមិនមែនជាវេនរបស់គាត់ទេដូច្នេះគាត់រុញឲ្យព្រះរាជាហ្នឹងទៅអញ្ជើញទៅនិមន្តលោកម្ចាស់ជាភិក្ខុហ្នឹងទៅបង្រៀនអ្នកនៅក្នុងវាំងនោះទៅវិញយើងគិតមើលឧបាសកគាត់ជាអនាគាមីបុគ្គលហើយជាអ្នកចេះចាំបត្រៃបិដក3ក៏គាត់នៅយល់ការអំពីរឿងហ្នឹងដែរថាគួរមិនគួរដល់វេនខ្លួនណាអាហ្នឹងបើយើងនិយាយទៅយើងហាក់ដូចជាឆ្កងតិចក្នុងគំរូហ្នឹងបើសិនបើយើងយកគំរូហ្នឹងមកមើលទៅយើងមិនសូវសមទេក្នុងពេលសប្តាហ៍ថ្ងៃណាប៉ុន្តែអាត្មាអត់និយាយពីរឿងសមទេនិយាយពីអារម្មណ៍របស់ខ្លួនឯងម្ដងជាអារម្មណ៍របស់ខ្លួនឯងផ្ទាល់ក៏មិនឆ្ងាយពីរឿងនោះប្រហែលដែរគិតថាប្រសិនបើក្នុងចំណោមនៃពុទ្ធសាសនាមានការសន្ទនាសម្ដែងធម៌ទេសនាប្រសិនបើអាចគួរតែឲ្យភិក្ខុសាមណេរជាអ្នកអប់រំវិញនៅក្នុងចំណោមនោះណាហើយប្រសិនបើកុហកដូចជាធម្មចារទាំងឡាយដែលបានលើកឈ្មោះមកគាត់ចូលរួមដែរឲ្យចូលរួមក្នុងលក្ខណៈថាសន្ទនាធម្មសាកច្ឆាសួរសំណួរឆ្លើយឆ្លងដោយមានលោកជាគ្រូលោកជាអ្នកផ្ដល់នៅការអប់រំឯយើងជាអ្នកទទួលនៅចម្លើយនឹងការសាកសួរល្អជាងនេះអានេះនិយាយពីបោះស្មាផ្ទាល់ទេណាឯចំណែករឿងការរៀបចំការអង្គុយអីជាដើមហ្នឹងគួរឲ្យប្រសងអង្គុយនៅក្នុងទីខ្ពស់
ហើយពុទ្ធសាសនិកទោះបីថាជាធម្មចារក៏ដោយពួកគាត់អង្គុយនៅក្នុងទីទាបព្រោះធម្មតាការពោលធម៌យើងតែនិយាយថាដើម្បីគោរពធម៌ត្រូវលើកតម្កើងអ្នកពោលធម៌ឲ្យគាត់អង្គុយក្នុងទីខ្ពស់ប៉ុន្តែយើងភ្លេចគិតថាការលើកតម្កើងពធមិនអាចចោលការលើកតម្កើងប្រសងទេបើសិនបើលើកពធមិនតម្កើងប្រសងក៏ឈ្មោះថាមិនគោរពធម៌ដែរបើយើងមិនគោរពប្រសងមិនឈ្មោះថាលើកធម៌បើសិនបើយើងលើកធម៌ត្រូវតែគោរពប្រសងដូច្នេះដើម្បីកុំឲ្យទាំងពីរហ្នឹងវាហាក់បីដូចជាមួយទម្លាក់មួយលើកអញ្ចឹងនៅពេលដែលមានការសម្ដែងធម៌រួមគ្នាត្រូវឲ្យភិក្ខុសង្ឃនៅក្នុងទីសមរម្យជាងប្រសើរជាងខ្ពស់ជាងអីចឹងណាឬថាបើប្រហាក់ប្រហែលក៏មើលទៅតំណងដែរព្រោះការធ្វើបែបហ្នឹងទីមួយលើកតម្កើងប្រសងផងហើយក៏ឈ្មោះថាលើកតម្កើងពធផងមិនឲ្យទៀតទេប៉ុន្តែអ្វីដែលយើងបានឃើញមកនិយាយតាមត្រង់ទៅមិនតំណងដែរក្នុងរូបភាពខ្លះណានៅពេលខ្លះការសម្ដែងធម៌មើលទៅលោកដូចជាអង្គុយបត់ជើងស្ដាប់ឬក៏អមពាត់ជុំវិញនឹងមិនតំណងសោះឡើយអានេះគ្រាន់តែជាការបើញោមសួរពីអាត្មាហើយណាសម្រាប់អាត្មាមិនជ្រះថ្លាទេចំពោះរូបភាពហ្នឹងតាំងពីបុរាណមកតាំងពីដើមមកគឺមិនពេញចិត្តទេរូបភាពបែបហ្នឹងប៉ុន្តែបើនិយាយថាវាខុសអីពេកទៅវាខុសធំដុំទេតាមធម៌វិន័យវាខុសសិលធម៌អីទេវាមិនខុសពេកទេគ្រាន់តែវាមិនសូវធ្លាប់ជាមួយនឹងភ្នែកអ្នកស្រុកអ្នកស្រុករបស់យើងកាលណាគាត់មិនសូវទម្លាប់នៅក្នុងរឿងអីរឿងហ្នឹងទៅជារឿងខុសតែម្ដងទោះបីថារឿងហ្នឹងមិនខុសក៏ដោយណាកាលណាគាត់មិនទាន់ទម្លាប់នឹងវាទេវាទៅដូចជាខុសអញ្ចឹងឧទាហរណ៍ឆ្លៀតចូលរឿងផ្សេងទេចុះដូចជារឿងភិក្ខុសាមណេរបួសហើយសឹកទៅវិញអញ្ចឹងតាមពិតទៅលោកសង្ឃខ្មែរយើងពីបុរាណមកកូនអ្នកស្រុកខ្មែរយើងតែងប្រកាន់វប្បធម៌មួយថាកូនប្រុសត្រូវតែបួសប៉ុន្តែមិនមែនបួសរហូតទេបើនៅខាងជំនាភូមិស្រុករបស់អាត្មាវិញតាំងពីពូតាំងពីតាតាំងពីអ៊ំត្រូវតែបួសមកភាសាពីរក៏សឹកទៅវិញវាដូចជាធម្មតាទៅហើយព្រោះវត្តអារាមហ្នឹងគឺជាបដោះកន្លែងបដោះបដាំចិត្តសន្តានរបស់កូនខ្មែរតាំងចំណេះដឹងទាំងគុណធម៌ហើយគេតែងមានមោទនភាពថាកូនប្រុសត្រូវតែបួសបានម្ដងព្រោះត្រូវវិច្ចខ្ជាប់គុណធម៌បែបពុទ្ធសាសនាយកមកប្រើក្នុងជីវិតដូច្នេះបួសហើយក៏សឹកបួសហើយក៏សឹកវាធម្មតាសម្រាប់មនុស្សចាស់ក្នុងភូមិអាត្មាពីមុនណាគាត់អត់ប្លែកទេរហូតដល់មានទម្លាប់ថាឲ្យទៅវិញគាត់សួរសឹកថ្ងៃណាវិញគាត់មិនដែលសួរថាបួសដល់បួសរហូតអត់ទេគាត់ទៅជាអញ្ចឹងវិញប៉ុន្តែវាចម្លែកជាមួយនឹងមនុស្សសម័យថ្មីហ្នឹងនៅពេលដែលគាត់ឃើញលោកបួសហើយជាពិសេសភិក្ខុសាមណេរដែលល្បីសម្ដែងធម៌ទេសនាមានអីចឹងណាសឹកទៅវិញទៅគាត់ហាក់ដូចថាដូចទទួលយកមិនបានដូចជាកពប់ចិត្តព្រោះគាត់តែងគិតថាអ្នកបួសហើយគឺជាអ្នកដែលទៅមិនគួរងាកក្រោយអញ្ចឹងគាត់តែងដាក់ការកំណត់បែបហ្នឹងសួរថាបើពួកអ្នកស្រុកទាំងឡាយគាត់គិតបែបហ្នឹងខុសឬទេមិនខុសទេការគិតបែបហ្នឹងមិនខុសទេប៉ុន្តែគាត់ភ្លេចគិតចំពោះរឿងមួយគឺថាវប្បធម៌របស់កូនខ្មែរយើងគឺតែអញ្ចឹងគឺថាកូនប្រុសទោះបីថាមានចិត្តនឿយណាយឬមិននឿយណាយដែរតែងតែគិតថាខ្លួនឯងគួរតែបួសឲ្យបានម្ដងក្នុងជីវិតដើម្បីរៀនពីវប្បធម៌ពីសាសនាផ្សារភ្ជាប់ឧបនិស្ស័យយើងតែនិយាយអញ្ចឹងណាដល់ពេលអញ្ចឹងពួកគេមិននៅយូរទេដល់ពេលសមរម្យមួយតែងត្រឡប់មកវិញវាជារឿងធម្មតាសម្រាប់អាត្មានិងអ្នកភូមិរបស់អាត្មាមានទម្លាប់បែបហ្នឹងទៅហើយគាត់ស៊ាំជាមួយអានឹងហើយអត់ចេះប្លែកទេប៉ុន្តែអ្វីដែលញោមបានលើកឡើងអ្នកស្រុកមួយចំនួនគាត់ប្លែកនឹងរឿងហ្នឹងណាគាត់ថាមិនក៏សឹកទៅវិញអីចឹងណាបាទលោកនាងជាទីមត្រីលោកអ្នកកំពុងតែទស្សនានៅក្នុងកិច្ចសម្ភាសន៍នៃសារព័ត៌មានពុទ្ធសាសនាស្ដីអំពីគុណតម្លៃនៃការសម្ដែងពធរវាងព្រះសង្ឃនិងក្រហមយើងសូមសម្រាប់បន្តិចចិននិងបញ្ជុកគ្នានៅពេលបន្តិចទៀតបាទលោកនាងជាទីមត្រីយើងសូមស្វាគមន៍មកកាន់វគ្គទី2ដែលយើងទៅជែកជុំវិញគុណតម្លៃនៃការសម្ដែងពធរវាងព្រះសង្ឃនិងក្រហមដោយតែព្រះអង្គម្ចាស់រៀមចន្ទរាបានលើកឡើងហើយលោកបានបញ្យល់បញ្ជាក់ថាសមឬមិនសមតែយោបល់ផ្ទាល់ខ្លួនអីគឺបានលោកអ្នកបានដឹងហើយប៉ុន្តែខ្ញុំសូមងាកមកចាប់អារម្មណ៍ជាមួយអាដាមបងជួនកកដាពីព្រោះអាដាមបងនៅពេលបច្ចុប្បន្ននេះក៏ចិញ្ចឹមប្រសង់ច្រើនដែរនៅក្នុងវត្តប្រាសាទនាងខ្មៅទោះបីបើខ្លាយទៅជាក្រហមយ៉ាងណាក៏ដោយហើយនៅពេលដែលយើងមានការផ្លាស់ប្ដូរភេទយើងមានការសម្ដែងពធយើងមានការបញ្យល់ពធរហូតដល់ប្រសង់អង្គខ្លះហ្នឹងដែលលេចាកសិក្ខាបទមកជាក្រហមហើយក៏យកអាជីពហ្នឹងទៅចិញ្ចឹមជីវិតរហូតដល់មានគ្រួសារអីផ្សេងបើតាមអ្វីដែលបែរអាដាមគ្រងដើរហ្នឹងអាចនឹងយកគ្រួសារហើយសម្ដែងពធយកបច្ច័យយកលុយកាក់ហ្នឹងទៅចិញ្ចឹមគ្រួសារអីដូចអាចដូចអ្នកផ្សេងខ្លះដែរទេមើលទៅអរគុណណាស់នេះសំណួរដែលល្អសម្រាប់ខ្ញុំបងប្អូនញាតិញោមទាំងអស់ក៏អាចសង្កេតឃើញដែរនៅពេលដែលខ្ញុំចាក់ចែងជាក្រហមជាងមួយខែនេះខ្ញុំមិនដែលមានធម្មទេសនាទេមានន័យថាធម្មទេសនារបស់ខ្ញុំគឺចប់នៅថ្ងៃទី18ខែ3ឆ្នាំ2025គឺជាធម្មទេសនាចុងក្រោយ
ហើយចាប់ពីថ្ងៃទី19មកដល់ឥឡូវនេះខែ4ជិតខែ5ហើយខ្ញុំអត់មានធម្មទេសនាអីទេប៉ុន្តែខ្ញុំនិយាយធម៌វិន័យណែនាំតែនៅប្រាសាទនាងខ្មៅទេហើយđâyបានខ្ញុំជ្រើសរើសតែចំណុចមួយហ្នឹងសម្រាប់ការពោលធម៌និងវិន័យនៅប្រាសាទនាងខ្មៅពីព្រោះខ្ញុំនៅតែជាគ្រូនៅក្នុងវត្តនោះហើយក៏ខ្ញុំនៅតែជាគណៈគ្រប់គ្រងនៅក្នុងវត្តនោះដូច្នេះខ្ញុំធ្លាប់បានធ្វើការអប់រំទូលមានតែឲ្យតែអង្គុយលើគ្រាធម្មទេសនាគឺខ្ញុំមិនដែរទេមួយខែជាងនេះណាខ្ញុំមិនដែរមានទេព្រោះទោះបីខ្ញុំនិយាយមកបន្តិចបន្តួចតែខ្ញុំនិយាយឈរទេបាទខ្ញុំនិយាយឈរទេខ្ញុំអត់ដែលនិយាយអង្គុយលើគ្រាទេអង្គុយលើគ្រាទេសនាហើយចំពោះកាលដែលថ្ងៃខាងមុខមានប្រពន្ធឬក៏មានគ្រួសារអីណាក៏ខ្ញុំអត់ទេសនាចឹងដែរមិនមែនថាខ្ញុំនឹងថាអ្នកផ្សេងយ៉ាងម៉េចទេខ្ញុំនិយាយខ្លួនខ្ញុំបាទឲ្យឡើងគង់លើគ្រែអង្គុយលើគ្រែហើយសម្រាប់ការពោលធម៌អីអត់ទេដោយគុណម្ចាស់លោកលើកឡើងបាញ់មិញបើអាចនិយាយធម៌បានឲ្យប្រសង់គង់រាខ្ពស់តិចទៅហើយបើអាចយើងអង្គុយខាងក្រោមទៅត្រឹមមកពោលធម៌មិនមែនជាការបូជាធម៌ឬមិនមែនជាការអរតនីសម្ដែងដូចនៅលោកសង្ឃតែយើងធ្វើមកពោលនិយាយបញ្យលធម៌តែមើលអាសនៈរបស់យើងដែរមើលបរិយាកាសជុំវិញបាទមើលប្រសង់មើលធម្មាសនៈដែលគង់ហ្នឹងដែលអង្គុយហ្នឹងតើសំរុំសំហេតុផលនៃការអង្គុយទេយើងអាចអង្គុយខាងក្រោមក៏បានប៉ុន្តែភាគច្រើនប្រជាប្រិយភាពរបស់អាដាមបងនោះគឺល្បីដោយសារតែធម្មទេសនាបាទគឺស្ទើរតែទូទាំងប្រទេសហើយរហូតដល់ក្រៅប្រទេសគឺស្គាល់ជូនកក្កដានោះគឺតាមរយៈការទេសនានឹងតែម្ដងហើយប្រមូលថវិកាបច្ច័យទាំងអស់នោះទៅចិញ្ចឹមប្រសង់សាមណេរក្រហមផ្សេងនៅក្នុងប្រាសាទនាងខ្មៅហើយចុះបើសិនជាយើងលេងសម្ដែងធម៌យើងលេងបញ្យលធម៌តើយើងរកលុយមកពីណាតែចិញ្ចឹមសាមណេរធម៌ខ្ញុំអត់បានដាក់ចិត្តដាក់គំនិតខ្ញុំថានៅជាប្រសក់នេះដើម្បីរកចំណូលចំប្រសង់ទេហើយដែរបានខ្ញុំសម្រេចចិត្តថាអញ្ចឹងព្រោះខ្ញុំគិតថាកាលណាខ្ញុំប្រសក់មានមាត់ណាប្រៃដើម្បីការបូជាអញ្ចឹងដេចគុណដែលលោកមានភារៈបន្តគឺដេចគុណចៅអធិការព្រះអង្គភិនវុធីលោកមានភារៈបន្តហើយខ្ញុំមិនមែនអ្នកណាបូជាខ្ញុំប៉ុន្តែខ្ញុំក្នុងនាមជាអាណាព្យាបាលក្នុងនាមជាអ្នកស្ថាបនាឡើងនៅទីនោះខ្ញុំចេញចូលធម្មតាញាតិញោមមិនបូជាខ្ញុំតែខ្ញុំធ្លាប់បានប្រាប់ចុងក្រោយមុនថ្ងៃដែលខ្ញុំសឹកថាភ្លេចខ្ញុំបានតែកុំភ្លេចភាសានាងខ្មៅបាទនេះជាពាក្យដែលខ្ញុំនិយាយការពារទុកព្រោះអីខ្ញុំដឹងថាប្រសក់មិនដូចប្រសង់ទេអញ្ចឹងខ្ញុំអត់មានរកចំណូលអីពីធម្មទេសនាទេពីការអញ្ជើញទេសនាអីអត់មានទេហើយខ្ញុំក៏បញ្យលធម៌និយាយធម៌ឬក៏ខ្ញុំអាចធ្វើជាបទបង្ហាញធ្វើជាវាគ្មិនអីបាទធម្មទេសនាតាមរោងបុណ្យខ្ញុំអត់ធ្វើទេហ្នឹងខ្ញុំតាំងចិត្តខ្លួនខ្ញុំអញ្ចឹងតែបើពោលធម៌និយាយធម៌លក្ខណៈដូចថ្ងៃនេះអញ្ចឹងក៏បានបាទតាមថ្នាក់រៀនក៏បានតាមទីកន្លែងណាក៏បានតែធម៌ឬការអប់រំការផ្ដល់ដំបូលមានតាមទស្សនៈពុទ្ធសាសនាយើងនៅតែប្រើប្រាស់បានបាទនេះជាអ្វីដែលខ្ញុំគិតមកខ្លួនឯងចឹងហ្នឹងបាទលោកនាងជាទីមត្រីលោកអ្នកដឹងហើយថាប្រាសាទនាងខ្មៅគឺមានប្រសង់ច្រើនណាស់ហើយស្ថិតនៅក្នុងទឹកដីនៃខេត្តតាកែវជាទឹកដីចំណាស់មួយហើយលោកអ្នកដែលចាប់អារម្មណ៍ជួយផ្គត់ផ្គង់ទាំងប្រសង់ទាំងក្រហមគឺអាចយកចិត្តទុកដាក់ផ្ដោតប្រសែភ្នែកទៅកាន់វត្តប្រាសាទនាងខ្មៅហើយយ៉ាងណាក៏ដោយខ្ញុំប្រកាសណាងាកទៅកាន់ព្រះអង្គរៀមចន្ទរាព្រះអង្គគ្រូដូចយើងដឹងហើយថាក្នុងនាមជាប្រសង់ហើយខ្ញុំកណាក៏ធ្លាប់ជាក្មេងវត្តដែរគឺជីវភាពពិបាកមែនទែនអាស្រ័យទៅលើពុទ្ធបរិស័ទអ្នកផ្គត់ផ្គង់ហើយបើសិនជាឧទាហរណ៍ថាដូចអាដាមជួនកក្កដាចោះជាមេបាមួយជាអ្នកផ្គត់ផ្គង់មួយបំពុះនេះច្រើនមែនទែនក្នុងមួយឆ្នាំហើយជាការចូលរួមចំណែកលើស្ទួយពុទ្ធវចនៈឲ្យកាន់តែមានតម្លៃហើយចុះបើសិនជាក្នុងក្របខ័ណ្ឌបែបហ្នឹងគឺយើងគួរតែថ្លឹងថ្លែងប្រើលក្ខខណ្ឌយ៉ាងម៉េចទៅអាចឲ្យបុគ្គលដែលលះបង់បូជាដើម្បីសាសនាហ្នឹងអាចនៅតែជួយផ្គត់ផ្គង់ទាំងភិក្ខុសង្ឃទាំងសាមណេរទាំងការបំពុះនេះអីផ្សេងបន្តទៅមុខទៀតបានតាមយោបល់របស់ព្រះគុណម្ចាស់ទៀតសូមមុនចម្រើនពរចំពោះ
ចំពោះរឿងនេះបើជាការយល់ឃើញរបស់អាត្មាយល់ឃើញចេះថាអ្នកដែលធ្លាប់មានវោហាស្វ័យមាត់មានចំណេះដឹងក្នុងសាសនាហ្នឹងទោះបីគាត់សឹកទៅក៏ដោយដើម្បីកុំឲ្យអ្វីដែលគាត់មានហ្នឹងវាបាត់បង់ទៅទេដូចថាយើងឈប់ទុកចោលអញ្ចឹងណាយើងគ្រាន់តែបំលែងពីការប្រើអេរិយាបថទេសនាដូចជាលោកហ្នឹងឲ្យមកជាការបង្រៀនវិញដូចដែលញោមបានលើកឡើងអញ្ចឹងថាបើយើងចូលទៅសាលាទៅជាវាគ្មិនទៅជាការចែកម្លែកលក្ខណៈបង្រៀនទស្សនវិជ្ជាដូចជាគ្រូបង្រៀនអញ្ចឹងណា ប៉ុន្តែជាទូទៅបើបង្រៀននៅក្នុងថ្នាក់ប្រគុណម្ចាស់ពលមនុស្សឥឡូវល្បីលើ social media platform លើបើយកគូថ្លៃយ៉ាងម៉េចទៅចំពោះអាត្មាមិនយល់ឃើញបែបហ្នឹងទេកំណត់របស់អាត្មាយល់ឃើញទេអាត្មាយល់ឃើញថារឿងនៅក្នុងថ្នាក់ឬរឿងក្រេតទេមិនសំខាន់ពេកទេសំខាន់ត្រង់ថាការងារនោះមានប្រសិទ្ធភាពឬអត់អាត្មាជឿជាក់ថាទោះបីថានៅនោះនៅជាលោកក៏ដោយទៅជាកុហកក៏ដោយឲ្យតែការបង្រៀនរបស់គាត់នោះពិតជាមានប្រសិទ្ធភាពមែនមិនយល់មិនឆាប់ទេគឺថាមនុស្សនឹងនិយមណាព្រោះគ្រប់គ្នាទាំងយើងទាំងគេភាគច្រើនចូលចិត្តអ្វីដែលអាចប្រើកើតមិនមែនចូលចិត្តអ្វីដែលប្រើមិនកើតទេដូច្នេះបើទោះបីថានៅជាលោកក៏ដោយទេសនាក៏ដោយទៅជាកុហកដូរអេរិយាបថនៃការទេសនាតាមរោងបុណ្យមកត្រឹមតែជាការបង្រៀនតាមសាលាឬក៏ត្រឹមតែការផ្សព្វផ្សាយលើបណ្ដាញសង្គមផ្ទាល់ខ្លួនដែរឲ្យតែច្បាស់ថាការបង្រៀនរបស់គាត់នឹងពិតជាល្អមែនអាចប្រើការបានមែនទាំងកតិសង្គមទាំងសាសនាមែនវានៅតែមានប្រសិទ្ធភាពចឹងហើយនៅតែអាចរកប្រយោជន៍អំពីរឿងនឹងបានបើមិនឧទាហរណ៍តែយើងចង់រកប្រយោជន៍ដូចជាការរកលុយកាក់ជួយទៅក្នុងវត្តអារាមឬទៅក្នុងផ្នែកណាមួយណាស្មាននៅតែជឿជាក់ថាឲ្យតែរបស់យើងពិតមិនមែនពាក់ព័ន្ធរឿងយើងនៅលោកឬក៏ទៅជាហោះពេកទេជបងគ្រូយល់ថាពិតទេរបស់ពិតទេចំពោះរឿងហ្នឹងត្រូវចាំមើលសិនតើការបង្រៀនរបស់គាត់តទៅបើសិនបើមានការបង្រៀនមែនតែអាចជារបស់ពិតដែរអត់ដូច្នេះនៅក្នុងពេលនេះស្មានមិនទាន់ហ៊ានថាប៉ុន្តែគ្រាន់តែជឿជាក់និងលើកទឹកចិត្តថាទោះបីថានៅជាលោកទេសនាក៏ដោយទៅជាគាត់ក៏ដោយអាត្មានៅតែជឿជាក់ថាឲ្យតែអ្វីដែលយើងបង្រៀនទៅនឹងវាពិតជាប្រាការកើតវាល្អមែនវាយកទៅប្រើបានមែនមនុស្សនៅតែនិយមចឹងហើយយើងនឹងអាចតែបង្កើតប្រយោជន៍អំពីរឿងនឹងបានដដែលចឹងជឿថាចឹងដោយព្រះអង្គគ្រូលោកមានសង្កត់ថាតែរបស់នឹងពិតប៉ុន្តែនៅពេលដែលលេខចាក់សិក្ខាបទគង់ថ្ងៃណាមួយមានគ្រួសារដែរគង់ថ្ងៃណាមួយនឹងកសាងគ្រួសារកាលឡើងហើយចុះបើសិនជាយើងកសាងគ្រួសារទៅហើយយើងចាប់ផ្ដើមមានប្រពន្ធកូនទៅយើងមិនត្រូវយកលុយមកចំណែកមកផ្គត់ផ្គង់គ្រួសារមិនអាចគិតតែរឿងប្រសង់វិញទេបើគិតតែរឿងប្រសង់វិញយើងចាំបាច់សឹកមកធ្វើប្រសក់ទៅមិនអញ្ចឹងអាដាមជួនកកដាចុះបើសិនជារឿងនោះកើតឡើងតែអាដាមនឹងគិតមិនបើរឿងនោះកើតឡើងយើងមានការបែងចែកឲ្យច្បាស់លាស់សិនអ្វីដែលជាបន្ទុកគ្រួសារអ្វីដែលជាការទំនុកបំរុងសម្រាប់ប្រសង់ប៉ុន្តែខ្ញុំនៅតែប្រកាន់ភ្ជាប់របស់ខ្ញុំមួយបើខ្ញុំជាប្រសក់ហើយទោះបីគេបូជាទៅវត្តប្រាសាទយ៉ាងណាក៏ដោយគឺខ្ញុំមិនប៉ះពាល់ទេគឺទុកឲ្យដេគុណលោកអ្នកចាត់ចែងចោះតែខ្ញុំនៅតែដោយដេគុណលើកឡើងមិញខ្ញុំនៅតែជាការនិយាយការអប់រំផ្សេងខ្ញុំនៅតែបដោតតែកន្លែងដែលខ្ញុំកំពុងតែធ្វើហ្នឹងហើយព្រោះអាហ្នឹងបើយើងនិយាយភាសាសាមញ្ញស្រួលស្ដាប់តែនៅតែ promote ឲ្យដដែលព្រោះអីព្រោះកន្លែងនោះជាកន្លែងរបស់ខ្ញុំហើយបើសម្រាប់ការដែលយើងធ្វើបទបង្ហាញការដែលយើងពោលធម៌ការបរិយាធម៌អីផ្សេងខ្ញុំគិតថាលោកគ្រូធម្មចារទាំងឡាយគាត់ធ្វើហើយគាត់បរៀនតាំងពីអភិធម្មបរៀនតាំងពីព្រះវិន័យបរៀនតាំងពីប្រសូតអីអស់ហើយបាទអញ្ចឹងសម្រាប់ខ្ញុំអត់បានបង្រៀនទៅដល់ថ្នាក់នោះហើយបែបនោះទេប៉ុន្តែខ្ញុំអាចចែករំលែកទៅតាមសាលារៀនសាលាដែលខ្ញុំត្រូវបង្រៀនមានកូនសិស្សតាមកម្រិតដែលខ្ញុំត្រូវអាចធ្វើបានខ្ញុំធ្វើហើយខ្ញុំក៏ត្រូវចែករំលែកអាការដែលអប់រំផ្សេងហ្នឹងទៅតាមបណ្ដាញសង្គមជាពិសេសរបស់យើងដែលមានផ្ទាល់បាទហ្នឹងហើយព្រោះយើងម្នាក់សើមានម្នាក់មួយម្នាក់ពីរម្នាក់បីបាទអញ្ចឹងយើងអាចចែករំលែកទៅតាមនឹងបានហើយគុណភាពនិងគុណតម្លៃអាស្រ័យទៅលើអ្នកស្ដាប់វាតម្លៃហើយគុណតម្លៃល្អឬមិនល្អអាស្រ័យអេរិយាបថរបស់យើងទៀតបើអេរិយាបថរបស់យើងមិនស្រួលឬក៏
សុជីវធម៌របស់យើងមិនមានគុណធម៌របស់យើងមិនមានអាការនិយាយហ្នឹងវានឹងសាបឯងបាច់ចាំអ្នកណាបខំទេណា បាទលោកនាងជាទីមេត្រីលោកអ្នកកំពុងតែទស្សនាកិច្ចសម្ភារពិសេសស្ដីអំពីគុណតម្លៃនៃការសម្ដែងពធរវាងព្រះសង្ឃនិងក្រហមខ្ញុំប្រកាសណាសូមភ្ជាប់តិចប្រគុណម្ចាស់មែនតើទៅកន្លងមកក៏យើងមានធម្មកថា13ហើយបន្តមកសឹកយកគ្រូសាអីបន្តមកនៅបន្តទេសនាអីហើយដល់យើងឃើញពីចម្ងាយទៅក៏ឃើញមានកូនប្រពន្ធអីហើយមួយផ្នែកក៏អាចនឹងរកថវិកាបានតាមរយៈហ្នឹងទៅពុតពងតែប៉ុន្តែក៏មិនបានទៅបង្កើតសាលាឬក៏ចិញ្ចឹមប្រសង់អីក្នុងរូបភាពបែបណាគឺខ្ញុំប្រកាសណាមិនទាន់ច្បាស់ប៉ុន្តែឃើញមាននៅក្នុងស្រុកខ្មែរយ៉ាងហើយប៉ុន្តែបើសិនជាក្នុងករណីថាបុគ្គលឧទាហរណ៍ថាប្រាសាទនាងខ្មៅចោះនៅតែបន្តធ្វើដូចគេឯងចឹងដែរហើយប្រមូលថវិកាទៅចិញ្ចឹមប្រសង់ហើយសំភ្នែកទេមកទៅទៀតសំភ្នែកទេឬក៏យ៉ាងម៉េច ប្រានពោចំពោះរឿងនេះយើងត្រូវបែងចែកច្បាស់លាស់ថាប្រសិនបើយើងទៅជាកុហកហើយនៅតែបន្តដោយការសម្ដែងធម៌ក្នុងអរិយាបថសមរម្យមួយអាត្មាប្រើពាក្យថាអរិយាបថសមរម្យចង់និយាយថាយល់ការក្នុងការសម្ដែងណាជាមួយប្រសងយើងប្រតិបត្តិបែបម៉េចជាមួយទីដែលអត់មានប្រសងយើងប្រតិបត្តិបែបម៉េចបើសិនបើយើងយល់ការក្នុងការសម្ដែងហើយយើងបន្តវាឲ្យកើតទៅជាប្រយោជន៍ទោះបីថាបានជាលុយជាកាក់អីក៏ដោយយើងប្រើពាក្យថាគេជ្រះថ្លាគេបូជាហាមិនបានទេណាប៉ុន្តែយើងយកប្រយោជន៍ទាំងអស់ហ្នឹងបង្អោនទៅដើម្បីប្រយោជន៍សាធារណៈឬខុសឆ្គងគឺវាមិនមានទេសម្រាប់ភ្នែកជនដតីយ៉ាងណាអាត្មាមិនដឹងទេព្រោះភ្នែកមនុស្សខុសគ្នាតែសម្រាប់អាត្មាភាពមិនឃើញមានភាពខុសឆ្គងត្រង់ណាមួយហើយក៏មិនមានអារម្មណ៍ខុសឆ្គងដែរទាំងអារម្មណ៍ក៏មិនយល់ថាខុសឆ្គងទាំងការវិនិច្ឆ័យផ្នែកខួរក្បាលហ្នឹងក៏មិនឃើញថាវាខុសអីទេឲ្យតែច្បាស់ថាអ្វីដែលគាត់កំពុងធ្វើហ្នឹងវាមិនមែនជាការកឹបកេងប្រមូលកែវកងដើម្បីប្រយោជន៍តខ្លួនទេវាជាការខ្ជាក់ប្រយោជន៍ទៅឲ្យប្រជុំជនអាត្មាជាកៅឧទាហរណ៍ណាឧទាហរណ៍ថាបើញោមដែលសឹកទៅគាត់នៅតែបំរើបំរាស់ជាប្រយោជន៍ដល់វត្តបានជាលុយជាកាក់ជាការប្រម៉ូទជាការឃោសនាខ្លះហើយយកទៅបង្អោនដើម្បីវត្តប្រាសាទនាងខ្មៅដដែលឲ្យរឿងខុសឆ្គងវាមិនខុសឆ្គងទេព្រោះហេតុអីព្រោះទីមួយវាជាការទទួលខុសត្រូវរបស់គាត់ទោះបីថាគាត់សឹកទៅអីក៏ដោយប៉ុន្តែដូចបានដឹងឯងគាត់ជាស្ថាបនិកអញ្ចឹងវានៅតែជាប់ដោយការទទួលខុសត្រូវមែនទេម្យ៉ាងវាជាប់ដោយមនោសញ្ចេតនាផងលោកសងនៅក្នុងទីនោះនៅតែគិតតែគាត់ជាឪពុកអញ្ចឹងទោះបីគាត់សឹកទៅឆ្ងាយយ៉ាងក៏ដោយទោះបីយើងចង់ផ្ដាច់ខ្លួនតែអ្នកក្នុងទីនោះមិនបានគិតថាយើងផ្ដាច់ទេដូច្នេះវាជាការទទួលខុសត្រូវផងវាជាមនោសញ្ចេតនាដែលខ្លួនធ្លាប់មានក្នុងទីនោះផងម្យ៉ាងទៅវាជាការចូលរួមចំណែកទទួលរែកអំរែកក្នុងសង្គមយើងចិញ្ចឹមលោកនៅក្នុងទីនោះដូចជាជួយកូនខ្មែរអញ្ចឹងណាដូចជួយសមាគមជួយអង្គការមួយអញ្ចឹងវារកកន្លែងខុសមិនឃើញសម្រាប់អារម្មណ៍អាត្មាមិនឃើញថាខុសទេតែផ្ទុយមកវិញប្រសិនបើការសម្ដែងធម៌ហ្នឹងយើងយកធម៌របស់ព្រះទៅសម្ដែងអញ្ចឹងទៅផលប្រយោជន៍ទាំងប្រមាណវាដើម្បីប្រយោជន៍គ្រួសារណាដូចយើងបានលើកឡើងថាចិញ្ចឹមកូនចិញ្ចឹមប្រពន្ធអានេះវាអាក្រក់ខ្លាំងណាស់វានឹងអាចទៅជាគំរូដល់លោកផ្សេងថ្ងៃក្រោយទៅវាទៅជាអញ្ចឹងអស់ទៅណាធ្វើអញ្ចឹងទៅសម្ដែងធម៌ទៅវាទៅជារឿងអាជីពទៅជាមុខរបរសាធារណៈមួយដែលលោកទៅធ្វើអញ្ចឹងបែបហ្នឹងគឺមិនគួរទេតែប្រសិនបើដដែលអាត្មាបានគូបញ្ជាក់ឲ្យថាប្រសិនបើការប្រើអេរិយាបថក្នុងការពោលធម៌ហ្នឹងឲ្យវាសមរម្យមួយហើយបើប្រយោជន៍ដែលបានមកហ្នឹងគឺជាប្រយោជន៍ដែលយើងជះពីកន្លែងមួយទៅកន្លែងមួយដូចជាការជួយចិញ្ចឹមគ្នាអញ្ចឹងវារកការខុសឆ្គងមិនឃើញទេតែគុណម្ចាស់ធម្មតាខ្ញុំកណាលោកឧទាហរណ៍ជាក់ស្ដែងយកមកនិយាយចុះឧទាហរណ៍ថាបង្រៀនចុះប្រាក់ខែថា3លានចុះហើយទូនទីរបស់អាដាមជួនកកដាជាអនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាថាប្រាក់ខែជាង2លានទៀតចុះហើយទៅចិញ្ចឹមប្រាសាទនាងខ្មៅយ៉ាងម៉េចបើប្រសង់ដល់រាប់រយអង្គនេះបើមិនឆ្លៀតទេសនាពយលរងរាសរៃអង្គាសបច្ច័យអីបើសិនជាភាសាធម្មតាគេថា racing fun ភាសាពុទ្ធសាសនាគេហៅថារៃអង្គាសបច្ច័យឥឡូវព្រះអង្គជួយបញ្ចេញទស្សនៈទីមើលកណាចំពោះរឿងនេះជាទស្សនៈរបស់អាត្មាដំបងដៃអាត្មាចង់ឲ្យជាពិសេសញោមហើយនឹងវាគ្មិនមួយរូបទៀតឲ្យបានគិតទេថារឿងខ្លះយើងមិនត្រូវធ្វើបដិញ្ញអ្នកស្រុកទេត្រូវឲ្យអ្នកស្រុកបដិញ្ញយើងវិញមានន័យថាយើងមិនមែនត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យគាត់ចិត្តអ្នកស្រុកថាកុំឲ្យខុសចិត្តគាត់ទេក្នុងនាមជាអ្នកដឹកនាំគេមានពេលខ្លះកិច្ចការខ្លះត្រូវឲ្យអ្នកស្រុកតាមយើងវិញសម្រាប់ទស្សនៈរបស់អាត្មាចង់ឲ្យអ្នកស្រុកហ្នឹងគាត់បត់តាមយើងវិញបត់យ៉ាងម៉េចគឺកាច់ទម្លាប់អាក្រក់របស់គាត់ដែលចេះតែគិតថាការយកធម៌ទៅពោលនោះបានតែក្នុងភាពជាអ្នកបួសមិនមែនអញ្ចឹងទេព្រោះអំរែកនៃការចែកម្លែកការយល់ដឹង
របស់សាសនាយើងនឹងវាមិនមែនធ្លាក់ទៅលើភិក្ខុសង្ឃតែម្យ៉ាងទេជាពិសេសនៅក្នុងសម័យណាដែលភិក្ខុសង្ឃមិនសូវមានសមត្ថភាពខ្ញុំស្ដាប់តើដែលបានលើកអំពីសាវតាខាងដើមថាប្រសងយើងសម័យនោះក្លេវខ្លាលិចមុខធ្លោសបោអ្នកចេះដឹងស្ថានភាពស្រុកវាអំណោយផលណាដូច្នេះសង្ឃដ្ឋានអ្នកស្រុកមិនរវល់ក្នុងការចែកម្លែកក៏លោកអាចជ្រោមសាសនារបស់លោកទៅមុខបានដែរប៉ុន្តែនៅក្នុងសម័យសពថ្ងៃហ្នឹងភិក្ខុសាមណេរលោកមិនសូវខ្លាំងក្លាទេដូច្នេះវាគួរតែមានការចូលរួមអំពីលោកអ្នកចេះដឹងជាពិសេសអ្នកដែលធ្លាប់សឹកទៅហ្នឹងមិនត្រូវចោលចំណេះដឹងដែលខ្លួនធ្លាប់រៀនហ្នឹងទេជាអាចារ្យជាគ្រូបាលីហ្នឹងបើគាត់ម្នាក់ចេះតែយល់ថាភារៈហ្នឹងជាភារៈរបស់អ្នកបួសដូច្នេះអាការចែកម្លែកក្នុងសាសនាវាសាបសូន្យបាត់ទៅខាងលោកក៏ទុកចោលខាងកុហកក៏ទុកចោលអញ្ចឹងវាទៅទេសូន្យណាដូច្នេះយើងកុំជាប់ទៅក្នុងចិត្តអ្នកស្រុកថែអ្នកស្រុកយល់ថាលោកសំដែងធម៌បានតែអ្នកស្រុកយកធម៌ទៅពោលមិនតំណងយើងត្រូវកាច់បំបាក់ដើម្បីកាច់បំបាក់រឿងនឹងបានត្រូវជំនះធ្វើរឿងនឹងឲ្យគាត់ព្រមទទួលថាកុហកទាំងឡាយក៏ជាអ្នកអាចចែកម្លែកនៅធម្មទេសនាបានដែរឲ្យគាត់ស៊ាំនឹងរឿងហ្នឹងយល់ទេបង្កើតភាពស៊ាំដល់ពួកគាត់ដូចក្នុងប្រទេសថៃជាដើមហ្នឹងពួកកុហកទាំងឡាយដែលគេសឹកទៅណាគ្រាន់តែថាគេមានអេរយាបថសមរម្យមួយគេមិនមែនយកអាជីពសម្ដែងធម៌ឲ្យមានប្រពន្ធកូនហែហមអីទៅយកលុយយកកាក់ជាលបអញ្ចឹងទេប៉ុន្តែគេនៅជាធម្មាចារ្យគេនៅជាសាស្ត្រាចារ្យគេនៅជាបណ្ឌិតទស្សនៈពុទ្ធសាសនាគេទៅជាវាគ្មិនគេទៅជាអ្នកចែកលេខតាមមណ្ឌលអប់រំកន្លែងសិក្សាគេទៅជាអ្នកនិពន្ធទៅជាអ្នកអភិរក្សអាត្មាចង់ឲ្យស្រុកយើងចឹងដែរសម្រាប់ពួកអ្នកបួសដែលលោកសឹកទៅនឹងចំណែកដែលលោករៀនមកទាំងប្រមាណនឹងកុំឲ្យវាសូន្យឲ្យពួកគេធ្វើការចែកម្លែកប៉ុន្តែចូលបំលែងវាឲ្យទៅជាទស្សនវិជ្ជាវិញអញ្ចឹងណាជាការចែកម្លែកជាគ្រូបង្រៀនបែបគំនិតបែបទស្សនៈទូទៅវិញវាល្អជាងហើយមិនបាច់ទៅកង្វល់មាត់អ្នកស្រុកថែទៅនៅមិនទៅនៅអីទេនៅពេលដែលយើងធ្វើបែបហ្នឹងឲ្យច្រើនទៅពួកគាត់នឹងយល់ថាវាសមទៅវិញហើយដែលអាត្មាបានលើកខាងដើមខ្ញុំចាំអ្នកស្រុកយើងរឿងមិនខុសសោះប៉ុន្តែនៅពេលដែលគាត់មិនធ្លាប់វាទៅជាខុសតែបើយើងធ្វើឲ្យគាត់សមទៅវាទៅជារឿងត្រូវថ្ងៃក្រោយស្រុកខ្មែរយើងអន្តិតដែលគាត់សឹកទៅគាត់ជាបណ្ឌិតគាត់អាចចេះដឹងគាត់នៅតែចែកលេខជាប្រយោជន៍អញ្ចឹងជាការលះបង់ទោះបីថាបានកម្រៃខ្លះមែនប៉ុន្តែមិនមែនហួសហេតុពេកទេណាក្នុងភាពសមរម្យមួយថ្ងៃក្រោយទៅគាត់សមខ្មែរយើងគឺទៅជាមនុស្សមិនថាលោកមិនថាគាត់នៅតែជាអ្នករៀននៅតែជាអ្នកចែកម្លែកគ្នាវាជារឿងធម្មតាទៅវិញណាបាទលោកនាងជាទីមេត្រីលោកអ្នកកំពុងតែទស្សនាកិច្ចសម្ភារពិសេសនៅក្នុងសារព័ត៌មានពុទ្ធសាសនាស្ដីពីគុណតម្លៃនៃការសម្ដែងព្រះធម៌រវាងព្រះសង្ឃនិងក្រហមយើងសូមសម្រាប់បន្តិចសិនបាទលោកនាងជាទីមេត្រីលោកអ្នកកំពុងតែទស្សនាកម្មវិធីកិច្ចសម្ភារពិសេសនៃសារព័ត៌មានពុទ្ធសាសនា BC News ដោយលើកយកប្រធានបទជុំវិញគុណតម្លៃនៃការសម្ដែងព្រះធម៌រវាងព្រះសង្ឃនិងក្រហមយើងបន្តទៅចំណុចទី3ដែលយើងលើកឡើងអំពីការរក្សាគោលជំហរឬក៏ឆន្ទៈក្នុងការលើកស្ទួយវិស័យពុទ្ធវចនៈដោយព្រះអង្គគ្រូលើកឡើងមុនហ្នឹងឲ្យភ្ជាប់ទៅកាន់ដំបងជុងកក្កដាឥឡូវយើងបានទៅជែកគ្នាច្រើនហើយថានឹងបន្តរក្សាចំហ1 2 3 4ទៅតាមមធ្យោបាយផ្សេងៗដើម្បីឲ្យការលើកស្ទួយវិស័យពុទ្ធវចនៈនឹងរីកចម្រើនប៉ុន្តែបានគ្រោងថាមានបច្ចេកទេសបែបណាខ្លះដើម្បីអាចរក្សាឆន្ទៈនឹងលើកស្ទួយពុទ្ធវចនៈឬក៏វិស័យពុទ្ធសាសនាប្រោះបដាលប្រសង់ផ្សេងៗទៅបានមានគ្រោងផែនការខ្លះសូមជឿបាទសម្រាប់ខ្ញុំដើម្បីបញ្ជ្រាបយើងមិនមែនតែមកវិធីទេខ្ញុំនៅជាប្រសង់ខ្ញុំធ្លាប់ជួបព្រះអង្គធម្មកថាដូចគ្នាហ្នឹងច្រើនតែគង់ដើម្បីផ្ដោះផ្ដងដើម្បីរកវិធីកុំឲ្យដូចគ្នាពេកធម្មតាយើងអ្នកហូបបាយក៏យើងត្រូវការសម្លដដែលក៏ជារឿងធុញដែរបាទត្រូវការម្ហូបនេះម្ហូបនោះដែរអញ្ចឹងការសម្ដែងធម៌ទេសនាការលើកឡើងពីការពោលធម៌ហ្នឹងមានគ្រប់រសជាតិដែរបាទវិធីសាស្ត្រឥឡូវយើងសម័យនេះគេហៅសម័យសង្គមបណ្ដាញសង្គមអាចបានដូចជាការពោលពយល់ធម៌ជាការបង្រៀននៅក្នុងពាក្យពុទ្ធវចនៈតែអប់រំដោយចូលជាមួយនឹងរឿងធ្វើឲ្យក្មេងក៏ចង់ស្ដាប់ដែរតែវានៃក្នុងហ្នឹងនៃអប់រំមួយទៀតជាការដែលរបៀបដូចជាបំពេណាមួយទៀតសំដែងធម៌ដែរបើធម៌ហ្នឹងលក្ខណៈសម្រាប់តែអ្នកគាត់រៀនជាប្រចាំជាថ្នាក់ឡើងទៅហើយតើតែនិគុណធម្មកថាហ្នឹងលោកផ្ដោះផ្ដងគ្នាឲ្យចែកគ្នាថាឯកទេសនេះគឺយើងផ្ដោតទៅនេះឯកទេសផ្ដោតនេះចំណុចនេះផ្ដោតនេះដើម្បីឲ្យអ្នកស្ដាប់ហ្នឹងពេលខ្លះគាត់មិនចូលចិត្តអង្គហ្នឹងគាត់ចូលចិត្តអង្គនោះជាប់ធម៌ដែរដូចគ្នាចូលចិត្តអង្គនេះតែចូលចិត្តអង្គនោះក៏ជាប់ធម៌ដែរពេលខ្លះ
អាហ្នឹងជាបច្ចេកទេសក្នុងការធ្វើហើយបើយើងផ្ដោតទៅលើតែបណ្ដាញសង្គមមួយយើងគួរតែធ្វើវីដេអូដែលខ្លីប៉ុនខ្លឹមតែក្នុងន័យពុទ្ធវចនៈដូចគ្នាខ្លីខ្លឹមអាហ្នឹងជាវិធីសាស្ត្រវាមានច្រើនសម្រាប់ដើម្បីឲ្យអាការដែលយើងផ្សាយសាសនាទៅបានអប់រំទៅបាននៅក្នុងសង្គមយើងហ្នឹងវាទៅតែមានគ្រប់រសជាតិហើយជាពិសេសអ្នកដែលលោកធ្លាប់បួសរៀនលោកបានសឹកទៅវិញខ្ញុំក៏បានឃើញតាមបណ្ដាញសង្គមដែរគាត់មានការចេញវីដេអូអប់រំមួយបើគាត់ទៅស្ដាប់ទៅតំណងទៅប៉ុន្តែក្នុងន័យហ្នឹងមានន័យពុទ្ធវចនៈនៅនឹងស្រេចដើម្បីអីដើម្បីឲ្យគាត់ដែលគាត់ដែរដូចសាកប្រសក់ម្ដងមើលប្រសក់ទៅក្នុងន័យពុទ្ធវចនៈដូចគ្នាបាទអញ្ចឹងការអប់រំមិនមែនសម្រាប់តែយើងជាប្រហោះឬក៏យើងជាប្រសង់អីមិនមែនទេប្រសង់ក៏ដោយប្រសក់ក៏ដោយដែលមានចំណេះដឹងអាចចូលរួមបានយើងចូលរួមផ្សាយចូលរួមពន្យល់ចូលរួមប្រាប់ចំណុចបន្តិចប៉ុន្តែធ្វើឲ្យគាត់អាចចាប់អារម្មណ៍ប៉ុន្តែយើងដឹងហើយអាដាមយើងដឹងហើយថានៅពេលដែលយើងផ្សាយយើងពង្រឹងយើងបដោះបដាលផ្សេងហ្នឹងគឺសុទ្ធតែយើងធ្វើម៉េចឲ្យវាមានចរន្តបញ្ចប់មកវិញដើម្បីដោះដូរជាមួយនឹងការផ្គត់ផ្គង់ការឧបត្ថម្ភការគ្រប់គ្រងទៅលើប្រសង់ដែលជាបុគ្គលសំខាន់ឥឡូវបើយើងធ្វើតែអញ្ចឹងហើយបានចំណូលមកខ្ញុំលើករឿងសម័យព្រះវិញសម័យព្រះព្រះអង្គមិនដែលរៃគៀសទេបើនិយាយទៅអត់រៃគៀសទេតែហេតុអីបានអាណាថាបណ្ឌិកសិទ្ធិគាត់កសាងវត្តទាំងមូលវត្តចេតពុនហ្នឹងដើម្បីថ្វាយព្រះអង្គអ្វីដែលគាត់យល់មនុស្សកាលណាតែយល់ដែលមានចំណេះនិងមានបញ្ញាគាត់យល់ហើយយើងមិនបាច់ទៅសុំគាត់ច្រើនទេគាត់យល់គាត់ធ្វើខ្លួនគាត់ដែរបើយើងគិតទៅពីសុំគិតទៅពីរៃអង្គាសគិតទៅពីសុំបុណ្យការរៃអង្គាសបុណ្យការរៃអង្គាសមិនយូរទេទោះបានមែនតែបានក្នុងលក្ខណៈខ្លីទេមិនបានយូរទេតែបើគាត់យល់ឧទាហរណ៍ដូចខ្ញុំប្រាសាទនាងខ្មៅចុះបើគាត់យល់យើងរៃអង្គាសថា 10% ចុះយើងប្រាប់ថាឥឡូវធ្វើប៉ុណ្ណេះតែគាត់យល់ថាទីហ្នឹងបដោះបដាលមនុស្សចិញ្ចឹមមនុស្សទំនុកបំរុងក្មេងកំព្រាឲ្យបោះជាប្រសង់លោកត្រូវការរៀនសូត្រលោកចេញពីផ្ទះអ្នកស្រុកលោកគ្មានម៉ែគ្មានឪអ្វីដែលគាត់យល់តែកន្លែងហ្នឹងគឺធ្វើអញ្ចឹងយើងមិនបាច់រៃអង្គាសច្រើនទេគាត់នឹងយល់គាត់នឹងអញ្ជើញទៅគាត់នឹងបរិច្ចាគខ្លួនគាត់ដែរអញ្ចឹងអាណាថាបិណ្ឌដែលគាត់ហ៊ានលះបង់ទ្រព្យធនកសាងវត្តចេតពុនហើយនឹងធ្វើសាលាទានពីក្រុងរាជក្រឹសទៅ45យោជក្នុងមួយយោជមួយរហូតដល់ក្រុងសាវត្ថីហ្នឹងគឺគាត់យល់គាត់ជ្រះថ្លាណាគាត់ជ្រះថ្លាធ្វើយ៉ាងម៉េចឲ្យតែព្រះអង្គបានយាងទៅគង់នៅទីកន្លែងរបស់គាត់ធ្វើម៉េចក៏ដោយអញ្ចឹងគាត់ធ្វើដោយសទ្ធាជ្រះថ្លាមិនមានការសុំពីព្រះអង្គហ្នឹងយល់មនុស្សយើងបច្ចុប្បន្នឲ្យយល់ទាំងអស់គ្នាមិនយល់ទេមនុស្សមួយគំនិតមួយមនុស្សមួយពីរគំនិតពីរអញ្ចឹងការគិតខុសគ្នាទាំងអស់តែបើសិនជាយល់ត្រឹមតែ10 20 30% ក៏ល្អដែរយើងគួរមានបច្ចេកទេសយ៉ាងម៉េចដើម្បីឲ្យពុទ្ធបរិស័ទយល់បានច្រើនហើយហ៊ានលះបង់លោកចា៎រឿនពោអាត្មាមានទស្សនៈក្នុងរឿងហ្នឹងប៉ុន្តែមិនប្រកាសថាអាចធ្វើកើតទេអ្វីដែលត្រូវនិយាយតទៅហ្នឹងគ្រាន់តែជាគំនិតទេហើយសង្ឃឹមថាប្រសិនបើធ្វើតាមនឹងបានជឿជាក់ 100% ថាពុទ្ធសាសនាយើងមានភាពរីកចម្រើននៅក្នុងចិត្តបរិស័ទបានច្រើនអាត្មាគិតអញ្ចេះយល់ឃើញថាប្រសិនបើរដ្ឋអំណាចរបស់យើងណារដ្ឋាភិបាលឬអ្នកមានអំណាចណាមួយគាត់អាចទាញយកវិស័យអប់រំរបស់យើងសពថ្ងៃនេះឲ្យមានមេរៀនរបស់ពុទ្ធសាសនាហ្នឹងផ្សារភ្ជាប់ទៅក្នុងនោះឲ្យវាទៅជាមេរៀនមួយដែលមានការរៀនសូត្រទូទៅហើយមានលក្ខណៈដាក់លក្ខខណ្ឌថាត្រូវតែប្រឡងដោយមុខវិជ្ជាដទៃចឹងទេណាអាត្មាជឿជាក់ថាប្រសិនបើមុខវិជ្ជាមេរៀនរបស់ពុទ្ធសាសនាហ្នឹងយើងធ្វើជាសភៅតាមកម្រិតសិក្សាសមល្មមតាមថ្នាក់តាមវ័យមួយហើយបញ្ចូលទៅឲ្យជាមុខវិជ្ជាផ្លូវការណាមិនមែនហ្នឹងហើយមិនមែនថានឹកឃើញចង់រៀនក៏បានមិនរៀនក៏បានទេព្រោះមនុស្សខ្មែរយើងដឹងស្រេចហើយបើឲ្យជ្រើសអញ្ចឹងគាត់ជ្រើសអត់រៀនហើយគឺត្រូវឲ្យទៅតែត្រូវតែជាការរៀនដូចមុខវិជ្ជាដទៃអញ្ចឹងមានការប្រឡងប្រជែងហើយយើងមិនបាច់កង្វល់ថាសប្បាយចិត្តរៀនមិនសប្បាយចិត្តរៀនទេគេមិនឲ្យគិតអញ្ចឹងទេព្រោះជាទស្សនៈមនុស្សនៅជាមួយវាសិនបានចូលចិត្តក្រោយ
mình men châu chất hơi oi chăm châu chất sân hết ban ở vị châu cái vô cầm ró nè nào mua để châu chất sân cứ treo ở nơi chỗ môi nó ở đây luôn mình châu chất sân tự bị châu chất cào đôi khi là thằng má chưa chạy tham dân bao giờ ngày thứ bán nữa về riêng bao nhiêu ngày chứ nó dừng riêng chom về rộng nè prai cho rộng nè chạy đằng ná chặt về ở tới chỉ về riêng muối để dừng lấy lâu chỉ dập hơi hết bên châu từ mục tới chỉ mục chỉ nó cầm thì sập sạ bỏ rọt ở sập sạ tăng bị thằng tiếp đợt nặng của biên ca riêng sâu trầm trời ta đã lẹ khăn và long đôi một chia đợt tây mình vô mình chạp ấy côn rạt na nó đừng châu được non chặt sẵn đan bao côn khai từ group niệm vì chi về thi sát ở miền bắc giật hiệp mà phật cứ ca thơ bài nữa tôi một phần trăm bây giờ bản đạo ao ca sập sai bọc sát na năng tam để chạm bọc côn rồi dương dây thà bây giờ chỉ thò mà cái thất từ thơ về chia prey mất đập bay tiền mới nuôi ban cho vì mình bán của má này tôi vừa mới nhớ chỉ mua khai giới chỉ mua giờ khai giới phần trăm bây giờ về chia prey thì ao còn được tôi giờ có thị trường còn trăm cho chúng ta cọ mình nghĩ thế mình nghĩ phải triệt mê riêng bao nhiêu sai rồi chấm này đăng môi tam rồi dạ phải chia prey bao mình lúc cứ mình nghĩ thế cất bạch nó cứ cầm đợt rẻ họ chuyện biết lắm à tôi bây giờ chia cho phần na cái này vì phần sân phim tịnh phật tôi mà với chia tua sản nạ chấm môi nâng mình đâu đây là ngon kháng ca prao về thiên là ca prao tập buồn prao để tệ về thi từ miền sân phim đôi khi dừng lên tam cái buồn mỏng cứ mình cất tháp porot dừng châu chật porot na rồi đấy cứ thằng ấy chơi thể hiện rồi đấy rồi vì chia mục vì chia sắp xá nhưng cất hai phò bờ hai đấy ban chia mục vì chia sừng cung vì chia sao là thò vì chia dừng ai dâu từ chia cầm thi sắp xá porot ban hai đấy porot na này đại vì miền đầm lầy lư hầm phi sừng cung vì chia porot vì chia tiết hai đấy dừng mình ao riêng là bạn thằng má chưa chạm bờ rồi vì rồi thay vào sân bảo cầm vì thi sắp xá porot miền porot na châu tới chỉ có ba sập thử chỉ mục vì chia miền màu người miền cà bà lỏng mình làm thằng đối với chia đầu tây chứ lẹ đấy giống ạ porot khai dương tăng về thằng tiếp đó thằng vua cốt nâng miền porot na châu nông khôn cốt đang để con mình đang khôn hỏi cục niềm một bài nó cứ từ ly một pin trọc pin phồng một lươn mà phật và xong bây giờ bà đào ai lột tê na ấy vì ai bán đai ổ thò rồi lột đại bậc cài miền vô hà miền về chia brain phật tụi bay mà rồi on rồi có mình nghe cam về chia thật ra tôi vừa với chỉ môi nó sọp ngay phiệt dạ đấy nơi về đây dương miền về chia brain dương ai ôm mà nấu ở chưa ai sẽ đạp tàm còn tại phần sân bây giờ miền phiệt plot ổ thò mình khỏi sao còn đáy sập từ mình đôi bằng bạ chật quạt ta mày đôi tiền mà nổi lan cái phối thì lẹ thôi còi cái mùi máy đó ruột mày chứ mà ban dây hàng đám mà cho chân ruột sạn này giống dân miền cập bụng miền lọ cho mỗi tầng ai đo bảo quần đôi khi cá prao vị thi bị chia chấm đây đăng tam để cho ai đo tam để cho cô mi chia prey việc bàn bên còn tay cầm đất mà thay vị tích này cho mỗi nó porot đây sơ miền sọt tệ smart đây đi porot dương đấy miền tập prao có bốn prao vị thi thế prao vị thi là ca thế từ miền của sợi tiệm hot chọn ai porot na đi chấm prao châu đỡ trận nè sốc ấy ở quạt chỉ để porot na tăng vị tối chứ ở miền nó đòn cái tệ bay porot na tăng vị tối miền sơ là thọ bay porot na tăng vị tối mình và bạn thế ao để riêng chóm cam vị thi sắp xa porot na nó chỉ có bốn chia tầm ra chỉ cam vị thi sắp xa bay ruột là một nơi với nó côn mấy tăng châu chất nó riêng là nâng tăng vị tối mà vì từ tôi giờ anh đừng anh nhung trời chưa chạ tới thả mà nô nơi chỉ môi ấy là lại nhà nó ngay tôi bây mình tập bài chặt riêng này bắt đầu vì riêng với trời tập riêng dù tôi việc khai tôi chia porot na thành đặc môi tăng ca vô đằng phong tôi chặt đàn biết đam tăng vị mấy hai mình giật phép nào phù tới tam lá nó bị sọp khum sọp trọc đò tầm bền đấy sang dây thò mà thật đôi tham ai đám sang lên tê bán này bị trúa lắm tại vừa bắt đầu ấy dương tập sọp sai trong việc ban tay con tay sừng khâm ấy tính ra phân tay bậc chọc ông cụ khả năng một mặt một tiết cho thì vua ngày nay cam vị thi ngày nay cái sản phẩm ngày nay ai cũng miền cà đi cùng thì vua đời xa ta sản tu nơi ca lợn lá nó cứ vì miền pì miền tầng bờ sáng miền tầng bờ sọ phân tay ông cụ không cần nói trong chập ban khai thành chế thá như vị thi nó ai có thôi ai porot dương mình xây đi con pê phân tay mò chia châu nâng ca tập hiện sai này rồi tầm nọ sai chỉ viên cài chi kia chỉ viên cài hay hồ liệt kia rồi đang sử dụng Facebook trong pua rừng đấy thà mà có đo chỉ cầm đất tha đôi để dương bản dây kia hàng đào nhưng thà quanh hai cái độ dáng cao trên tập vì mình dối lên khi cho đến là thà mà riêng thằng kê bữa porot máy bữa oi quạt ở cọ vì gần nào món chặt ở cọ khô khơi trong tờ đi côn trong tờ rô rương trong tờ xóm nước mến máy dương mình chắc này còn tại đây quạt chơi thật loi to môi chẳng nghe chẳng ngang mình vô cá nó khi cho nó mới bị lưng gồng tiền thì mỗi mà đăng cả kê thơ ấy đam bay ấy phải giao ấy về vẹn con ấy hỏi về tơ na cứ mình tầm bố để cài vô đăng bán chơi thà đi côn tích đi côn
ដូច្នេះបើយើងមិនចង់ឲ្យគាត់រិះគន់មិនមែនទៅរកវិធីបាត់មាត់គាត់ទេតែធ្វើមិនឲ្យគាត់បាត់ល្ងងទៅអាត្មាមាននៅតែជឿជាក់ថាប្រសិនបើយើងមានចំហពិតប្រាកដហើយកុំបដិញតាមអ្នកស្រុកណាគឺថាឲ្យអ្នកស្រុកបដិញតាមយើងវិញឧទាហរណ៍ថាបើយើងមានទស្សនៈមុតត្រួយថាធ្វើអញ្ចឹងមានសិទ្ធិភាពយើងសម្រុកធ្វើអញ្ចឹងមកធ្វើមិនប្រមូលពួកប្រមូលគ្នារកអត្តពលយ៉ាងម៉េចស្នើយកពុទ្ធសាសនាហ្នឹងចូលក្នុងកម្មវិធីសកលារបស់រដ្ឋឲ្យតតបានណារិះគន់អីទេពួកខ្មែរយើងមិនឈ្នះនឹងឈ្នះយើងប្រកបទេគាត់រិះគន់អីទេតែយើងប្រកបឲ្យធ្វើមិនយូរមិនចាប់គាត់ធ្វើដូច្នេះបើកូនខ្មែរគាត់បានរៀនពុទ្ធសាសនាអញ្ចឹងគ្រប់ទៅគ្នាទៅការយល់ដឹងរបស់គាត់ចូលមកទៅអាភាពល្ងងវិថយទៅគាត់នៅសតការរិះគន់មួយដល់សមរម្យទួចទៅនៅមិនដំណងតិចតួចប៉ុន្តែអាធំដូចមុនលែងមានណាដូច្នេះយើងកុំកង្វល់ថាតើធ្វើមិនកិច្ចពីការរិះគន់របស់អ្នកស្រុកតែធ្វើមិនថារកវិធីមិនកុំចាត់អាមូលហេតុនៃការដែលគាត់រិះគន់ឲ្យបានរឿងវានៅត្រង់ល្ងងទេទាំងរឿងជាតិរឿងសង្គមណាណាលោកនាងជាទីមត្រីលោកអ្នកកំពុងតែទស្សនាកិច្ចសម្ភារពិសេសស្ដីពីគុណតម្លៃនៃការសម្ដែងព្រះធម៌រវាងព្រះសង្ឃនិងក្រហមយើងបានមកដល់ទីបញ្ចប់ហើយប៉ុន្តែយ៉ាងហ្នឹងសូមចុងក្រោយថាពីអាដាមវិញថាតើចុងក្រោយខ្លីនៃកិច្ចសម្ភារសរុបមកវិញថាតើមានអីចង់បន្ថែមនៅក្នុងការលើកឡើងអំពីគុណតម្លៃនៃការសម្ដែងព្រះធម៌រវាងព្រះសង្ឃនិងព្រះសង្ឃទេពោះខ្ញុំកណាខ្ញុំបាទការសម្ដែងធម៌ការពោលធម៌มันមានជាអ្វីខុសសម្រាប់ព្រះសង្ឃក៏ដោយប្រសក់ក៏ដោយគ្រាន់ថាយើងប្រសក់ឲ្យដឹងថាយើងជាហេតុភេទតែប៉ុណ្្នឹងឯងហើយគង់លើអាសនៈសម្រាប់ព្រះសង្ឃយើងដឹងថាអង្គុយអាសនៈសម្រាប់ខ្លួនយើងយ៉ាងម៉េចហ្នឹងយើងដឹងចឹងហើយការដែលលើកដំកុំដំកើងក៏អញ្ចឹងដែរបើមានព្រះសង្ឃជាស្រែបន់យើងនៅទីហ្នឹងគួរតែលើកដំកើងព្រះសង្ឃហ្នឹងឲ្យច្រើនកុំលើកដំកើងព្រះសង្ឃច្រើនជាងព្រះសង្ឃនៅក្នុងទីកន្លែងដែលគោរពកម្មវិធីណាហើយការដែលសម្ដែងពធការចេះធម៌ទាំងក្រហមទាំងបព្វជិតចេះកាន់តែច្រើនកាន់តែល្អហ្នឹងហើយជួយផ្សព្វផ្សាយគ្នាជួយអប់រំគ្នាហើយជួយបដិបដាគ្នាជួយធ្វើការសាបព្រោះទាំងអស់គ្នាអានឹងកាន់តែប្រសើរជួយគ្រប់រូបភាពណាក៏ដោយដើម្បីការអប់រំសម្រាប់សង្គមរបស់យើងរូបភាពណាក៏កាន់តែល្អសម្រាប់ការអប់រំសម្រាប់ការផ្សព្វផ្សាយតែកាលណាយើងមិនព្យាយាមដើម្បីផ្សព្វផ្សាយបែបល្អចឹងទេនឹងបងប្អូនក្មួយក្មេងសកលក្រោយគាត់ចូលចិត្តផ្សព្វផ្សាយរឿងអសិលធម៌រឿងរញ៉េរញ៉ៃច្រើនពេកធ្វើឲ្យក្មេងខ្លះគាត់មិនចាប់អារម្មណ៍ជាមួយយើងគាត់ចាប់អារម្មណ៍គ្នាគាត់ផ្សព្វផ្សាយរឿងអត់ប្រយោជន៍រឿងអីហ្នឹងទៅវាកាន់តែរញ៉េរញ៉ៃហើយការដែលតាមសាលាតាមការអប់រំបែបពុទ្ធសាសនាបែបសិលធម៌អីហ្នឹងក៏យើងឃើញក្នុងសិលធម៌ពលរដ្ឋក៏មានការបញ្ចូលពុទ្ធសាសនាហ្នឹងច្រើនជាងសិភៅមុនណាប៉ុន្តែយើងតលតែព្យាយាមទាំងអស់គ្នាមិនមែនតែម្នាក់ណាព្យាយាមទាំងអស់គ្នាទាំងប្រសង់ទាំងក្រហមទាំងលោកគ្រូអ្នកគ្រូទោះបីថាមុខវិជ្ជាហ្នឹងវាមិនប្រឡងបានបន្ទុកច្រើនហើយមិនមានគេហៅថាអារម្មណ៍ចង់រៀនខ្លាំងតែបញ្ចូលយ៉ាងម៉េចឲ្យគ្នាមានអារម្មណ៍ថាចង់រៀនខ្លាំងហើយពួកយើងក៏នឹងព្យាយាមទាំងអស់គ្នាដើម្បីទៅជ្រាបសម្រាប់បងប្អូនយុវវ័យយុវជនខាងក្រោយហ្នឹងយើងព្យាយាមទាំងអស់គ្នាដែរបាទគុណចាស់មានអ្វីខ្លីសូមបន្ទោចំពោះអាត្មាលើកទឹកចិត្តថាការរៀនពធទោះបីថាយើងរៀនពីសំណាក់ណាក៏ដោយវាអត់ចេះខុសទេប្រហែលថាវាមានរឿងស្ទះក្នុងផ្លូវអារម្មណ៍មួយចំពោះបើយើងទៅរៀនពីបុគ្គលណាបុគ្គលហ្នឹងមិនសមរម្យវាប៉ុណ្ណឹងឧទាហរណ៍ដូចជាយើងគិតថាពីដើមយើងរៀនអំពីលោកដល់ពេលយើងជ្រះថ្លាខ្លាំងដល់ពេលគាត់សឹកទៅវិញយើងបន្តរៀនដែរប៉ុន្តែមានអារម្មណ៍មិនដូចមុនទេអានឹងដោយសារអីដោយសារទម្លាប់ផ្លូវចិត្តរបស់យើងប្រើរោសនិយមច្រើនជាងក្នុងពុទ្ធសាសនាលោកមិនបានបង្រៀនឲ្យយើងអញ្ចឹងទេបើសិនតែយើងអនុវត្តត្រូវលោកឲ្យយើងលើកតម្កើងពធពេលថាលើកតម្កើងពធបើន័យថាការគិតខុសត្រូវជាធំការផ្ដល់តម្លៃដល់រឿងខុសត្រូវជាធំមិនមែនផ្ដោតទៅលើបុគ្គលទេបើជាទស្សនៈរបស់អាត្មាហ្មងបើអាចធ្វើបានអាត្មាមិនចង់ឲ្យធម្មកថាទាំងលោកទាំងកុហកទាំងឡាយហ្នឹងចូលចិត្តបង្រៀនអ្នកស្រុកឲ្យកើតទម្លាប់ពេញចិត្តលើបុគ្គលខ្លួនឯងទេព្រោះការសាងប្រជាប្រិយភាពឲ្យអ្នកស្រុកមានភាពដិតដាមទៅលើភាពជា idol ហើយនឹង fan ហ្នឹងវានឹងមានផលអាក្រក់មកថ្ងៃក្រោយទី1ផលអាក្រក់ត្រង់ថាបុគ្គលដែលជា idol របស់គាត់
ត្រែងលោកគាត់ប្រែប្រួលបន្តិចតួចណាយើងវាកំពុងចិត្តទៅតាមនោះទាំងដែលគាត់មិនខកអីសោះណា គឺណា ដល់ពេលទី2ប្រឈមរឿងថាចុះបើ idol ហ្នឹងគាត់គិតត្រូវសុទ្ធវាមិនអីទេចុះបើគាត់មានខុសខ្លះ គឺណា អញ្ចឹងវានៅតែតាមមែនទេព្រោះអាសេចក្តីពេញចិត្តវាខ្លាំងវានៅតែគ្រប់ត្រខុសដែរអាហ្នឹងទោះនៃការគ្រប់ត្រ idol ដល់ពេលទី3បើសិនបើ idol របស់យើងហ្នឹងគាត់រឹតតែខុសខ្លាំងគាត់ទៅជាលក្ខណៈជ្រុលនិយមក្នុងថ្ងៃណាមួយក្នុងរឿងវិស័យសាសនាក្នុងរឿងនយោបាយបង្អោនទៅអញ្ចឹងណាអញ្ចឹងវាគ្រោះថ្នាក់សម្រាប់អ្នកគ្រប់ត្រសម្រាប់អាត្មាចង់ឲ្យអ្នកស្រុកទាំងឡាយហ្នឹងគាត់ថាបើគាត់រៀនធម៌ឬរៀនគំនិតទូទៅហ្នឹងឲ្យប្រកាន់ចរិតថាការសិក្សាទាំងឡាយដោយបាក់សីអញ្ចឹងចុះផឹកទឹកតាណាក៏បានដែរមិនគួរស្អិតជាប់នឹងសតិដ្ឋានទេព្រោះមានតែការរៀនបែបហ្នឹងប្រើចរិតអ្នកសិក្សាបែបហ្នឹងឯងទើបពួកយើងវាទលំទលាយហើយវាមិនចេះខុសអញ្ចឹងណាដូច្នេះអាត្មាគិតថាទោះបីថាទៅជាកុហកសំដែងធម៌ក៏មិនជាអីឲ្យតែរក្សាអរិយាបថសមរម្យមួយស្គាល់ឋានៈនៃសង្ឃកុហកដូចបានយើងនិយាយគ្នាអញ្ចឹងណាគឺលើកទឹកចិត្តឲ្យពួកគាត់សំដែងធម៌វិញប្រសិនបើអ្នកបួសខំរៀន10 20ឆ្នាំហើយមិនសំដែងធម៌តាមវាប្រយោជន៍ គឺណា ពួកអ្វីដែលរៀនពីសាសនាសាសនាឲ្យយកទៅកប់ចោលទៅទេដោយសារមាត់អ្នកស្រុកមិនកើត គឺណា យើងត្រូវអ្នកស្រុកតាមយើងមិនមែនយើងតាមអ្នកស្រុកទេកាលណាយើងសាងទម្លាប់ក្នុងការចែកលេខទូទៅអ្នកស្រុកលែងចម្លែកទេលោកកពលធរកុហកកពលធរស្រុកយើងវាធរពេញស្រុកបាត់ហើយពីយើងនិយាយពីតន្ត្រីចម្រៀងមែនទេ គឺណា គឺណា ដូច្នេះលើកទឹកចិត្តថាទៅជាកុហកទៅជាអាចារ្យបល័យទៅជាអីក៏ដោយមិនត្រូវទុកចោលអ្វីដែលរៀនទេត្រូវជាយាមសពផ្សាយគ្រាន់តែរក្សានៅឋានៈសមរម្យមួយ បាទលោកនាងជាទីមេត្រីសូមអរគុណមែនទែនចំពោះការតាមដាននិងគាំទ្រកັບផ្សាយសារព័ត៌មានពុទ្ធសាសនាដោយថ្ងៃនេះយើងទៅជែកជុំវិញគុណតម្លៃនៃការសម្ដែងព្រះធម៌រវាងព្រះសង្ឃនិងក្រហមសូមអរគុណមែនទែនប្រគុណម្ចាស់ដែលបានចំណាយពេលចូលរួមនៅក្នុងបទសម្ភាសន៍និងសូមអរគុណមែនទែនអាដាមបងដែលបានជិះតាំងពីតកែវមកដល់ទីក្រុងភ្នំពេញដើម្បីចែករំលែកជុំវិញគុណតម្លៃនៃការសម្ដែងព្រះធម៌បាទលោកអ្នកអាចចូលរួមគាំទ្រឬក៏លើកស្ទួយវិស័យពុទ្ធវចនៈតាមរយៈការគាំទ្រសកម្មភាពនៃការសិក្សានៅវត្តប្រាសាទខ្មៅហើយទន្ទឹមនេះលោកអ្នកអាចបន្តតាមដាននិងទស្សនាការលើកឡើងអំពីប្រធមផ្សេងរបស់ប្រគុណម្ចាស់រិនចន្ទរាតាមរយៈ Facebook របស់ព្រះអង្គផ្ទាល់និងអាចទស្សនានៅក្នុងសារព័ត៌មានពុទ្ធសាសនា BC News សម្រាប់ពេលនេះខ្ញុំបាទសេរីមនីនិងវាគ្មិនកិត្តិយសទាំងពីរព្រះអង្គអ្នកសូមអរគុណសូមជម្រាបលា